บไงนี่เฮ้ยខ្ញុំសង្កេតឃើញថាមានពុកម៉ែបងប្អូនច្រើនណាស់ដែលបណ្ដោយទុកឲ្យបញ្ហាតម្រងនោមឈានដល់ដំណាក់កាលរ៉ាំរ៉ៃឬមួយក៏លៀងឈាមដោយពួកគាត់មិនយកចិត្តទុកដាក់នឹងអាការៈនោមញឹកនោមទាស់នោមមកមានពពុះទឹកនោមមានក្លិនមានកន្ទួលរមាស់នៅលើស្បែកទឹកនោមចាប់ផ្ដើមប្រែពណ៌ឈឺលីងនៅត្រង់ចង្កេះអាការៈទាំងអស់នេះវាបណ្ដាលមកពីបញ្ហាតម្រងនោមកំពុងតែចុះខ្សោយហើយបើបងប្អូននៅតែបណ្ដោយទៀតនោះវានឹងឈានដល់ដំណាក់កាលលៀងឈាមអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំឲ្យសុទ្ធធម្មជាតិរីណូនេះមានប្រសិទ្ធភាពគុណភាពខ្ពស់ប្រើហើយដឹងតែធូរប្រើហើយដឹងតែបាត់ពីបញ្ហាតម្រងនោម រីណូគឺមានប្រសិទ្ធភាពបំផុត ខ្ញុំវាបញ្ហាកម្រងនោមពោះហួរនេះដល់ពេលខ្ញុំបត់ឲ្យបត់ជើងទៅវាញឹកញាប់ឡើងពេកចម្រាអត់បានអាស្រ័យអាសោះដៃជើងអញ្ចឹងនៅជើងញាប់ពេកអញ្ចឹង ខ្ញុំនោមញឹកនោមញាប់ខ្ញុំចុកឈឺចង្កេះឈឺថ្ងាសពេលខ្ញុំបានប្រើថ្នាំនេះមកខ្ញុំបានសះស្បើយពេលមួយយប់ខ្ញុំនោម7 8ដងតែឥឡូវខ្ញុំថយនៅ2ដងតែម្ដងទេពិតជាល្អថ្នាំរីណូអាមេរិក លោមញឹកលោមឲ្យញាប់ទៅទុកដៃជើងឈឺរ៉ាំរ៉ៃពេលអាចប្រើលទ្ធផលរីណូនេះមកល្អប្រសើរលោមស្រួលសម្រានបានហើយក៏សូមផ្ដាំផ្ញើដល់បងប្អូនដែលមានរោគជំងឺកម្រងនោមនេះសូមប្រើលទ្ធផលរីណូនឹងល្អប្រសើរដូចខ្ញុំបាទ